Là gameមានក្តីប្រាថ្នាចង់ទៅឡើងភ្នំអារ៉ាដូចខ្ញុំខ្លាចកុំភ្លេចមើលវីដេអូនេះដល់ចប់ហើយនិយាយទៅផ្លូវឡើងទៅភ្នំហ្នឹងគឺអត់មានពិបាកអ្នកទាំងអស់គ្នាពិបាកតែអ្នកដើរតានិយាយទៅមួយទ្រីបនេះមិនទាន់ទៅឡើងភ្នំផងខ្ញុំមានចកាបែកកង់មុនគេហ្មងនិយាយទៅពេលខ្លះយើងអែមដែរលក្ខណៈថាឡើងភ្នំអារ៉ាលើកទី1អីចឹងណាបងប្អូនចដូនមួយម្លេងដែរនិយាយទៅចាយមានចកាហួសចិត្តជាមួយនឹងខ្លួនឯងជាខ្លាំងហ្មងតែ intro ប៉ុណ្ណឹងបានហើយយើងចូលមក vlog យើងវិញណាអញ្ចឹងសម្រាប់ trip នេះគឺជាលើកទី1របស់ខ្ញុំហ្មងដែលឡើងទៅលើភ្នំអារ៉ាណាហើយអ្នកគ្នាដឹងស្រាប់ចឹងថាភ្នំអារ៉ាគឺជាភ្នំដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជាយើងអញ្ចឹងក្នុងនាមខ្ញុំជាមនុស្សម្នាក់ដែលស្រឡាញ់ធម្មជាតិស្រឡាញ់វិស័យឡើងភ្នំដើរលេងមើលទេសភាពអីចឹងគឺខ្ញុំតែងតែមានក្តីប្រាថ្នាថា at least គឺខ្ញុំបានទៅឡើងភ្នំអារ៉ាបានម្ដងក្នុងមួយឆាកជីវិតដែរ and then ឥឡូវនេះគឺខ្ញុំបានធ្វើវាបានអ្នកទាំងអស់គ្នា trip នេះយើងទៅបែបលក្ខណៈ sharing trip អ្នកទាំងអស់គ្នានិយាយទៅផឹកឡើងហ្នឹងគឺពួកគាត់មានរៀបចំបាយមានខ្ចប់មានអីឲ្យអញ្ចឹងណាអូមួយទៀតហើយពួកយើងទៅគេងនៅលើភ្នំពីរយប់ទៀតអញ្ចឹងអ្នកទាំងអស់គ្នាទៅឡើងភ្នំលើកនេះគឺខ្ញុំមាន plan ថាមកធ្វើ vlog ធ្វើអីថតឲ្យធំទៅទុកជាអនុស្សាវរីយ៍អញ្ចឹងអ្នកទាំងអស់គ្នាប៉ុន្តែជាក់ស្ដែងនៅពេលដែលយើងអនុវត្តផ្ទាល់មិនដឹងថាប្រឹងបែបណាហ្នឹងហើយអញ្ចឹងបើសិនជាចង់បាន footage full លក្ខណៈថាតាំងពីដើមដល់ចប់ហ្មងគឺខ្ញុំអត់មានអ្នកនរគ្នាដោយសារតែអស់ដៃអស់ជើងមែនតែនហ្មងលក្ខណៈថាយើងអត់ស្រួលខ្លួនអីហ៎ទៅភាគច្រើន footage គឺបានធំតាពីក្រោមរហូតដល់កន្លែងគោយន្តអញ្ចឹងអ្នកនរគ្នាចង់និយាយថា the moment នៅជិះគោយន្តហ្នឹងគឺសុបាយខ្លាំងហ្មងលក្ខណៈថាជាបងប្អូនល្អអីអញ្ចឹងតែហ៊ានតែតាអត់ជាប់នោះដឹងតែក្ដុកខិចឆ្កេះហ្មងវាចឹងហើយថ្ងៃខ្ញុំទៅទាំង3ថ្ងៃហ្នឹងគឺថាអាកាសធាតុល្អខ្លាំងមែនតែមកគាត់ថាភ្លៀងសិចភ្លៀងមានអីអញ្ចឹងប៉ុន្តែវាអត់មានក្តៅហួតឲ្យលក្ខណៈថាឲ្យយើងពិបាកក្នុងការធ្វើដំណើរអីទេហើយបើនិយាយពីបទពិសោធន៍បើខ្ញុំឡើងភ្នំអារ៉ាលើកទី1ហ្នឹងមិនដែរអ្នកនរគ្នានិយាយពីថាជួយចាត់ខ្លាំងមែនទែននិយាយពីដើមវីដេអូហ្នឹងចឹងហើយបើនិយាយពីវគ្គខ្សែពួរវគ្គអីហ្នឹងចង់និយាយថាចេះអីដែលយើងធ្លាប់មើលឃើញក្នុង YouTube ហ្នឹងគឺវាសូបានតែ50% ទេលក្ខណៈថា the way កាមេរ៉ាប្លង់ view ថតឲ្យយើងមើលហ្នឹងគឺវាអត់ឃើញ everything ចោលទេអ្នកនរគ្នានិយាយថាមើលទៅឃើញវាពិបាកដែរប៉ុន្តែមិនពិបាកខ្លាំងណាស់តោះតែថាទៅឃើញនឹងផ្នែកផ្ទាល់មិនដឹងថាអូខេអូ my god ផ្លូវវាពិបាកបែបណាប៉ុន្តែចង់និយាយថាចេះទោះបីជាផ្លូវវាពិបាកប៉ុណ្ណាក៏ដោយប៉ុន្តែនៅពេលដែលយើងងាកកន្លែងមកក្រោយឃើញទេសភាពជុំវិញឃើញ view ឃើញអីអូគឺថាបាត់អាលំភាពលំបាកហ្នឹងខ្ញុំនិយាយមែនណាមក trip នេះគឺខ្ញុំសរសើរពូកាយខ្លាំងមែនតើគាត់តស៊ូមួយខ្ញុំខ្លាំងអ្នកនរគ្នាសាច់គាត់ដើរវិញតែមួយផ្លែគាត់ឡើងទៅដល់លើហ្នឹងហើយប៉ុន្តែគាត់នៅតែព្យាយាមចាំខ្ញុំហើយគាត់លើកទឹកចិត្តអីអញ្ចឹងហើយបើនិយាយពីសំណួរខ្ញុំសួរគាត់ឲ្យរឿងថាដល់នៅសល់មិនកាច់ទៀតដល់កន្លែងសម្រាប់ពូឈប់សុំសម្រាប់សិនអីហ្នឹងគឺថាខ្ញុំ200សំណួរម្នាក់ឯងហ្មងហើយបើនិយាយពីផ្លូវឈប់មែនគឺចាខ្ញុំឈប់200ដងម្នាក់ឯងហ្មងនិយាយទៅសម្រាប់ខ្ញុំហ្មងត្រឹមតែខ្ញុំឡើងទៅដល់ឯកណៈទី2ដែលកន្លែងសម្រាប់យើងគេងហ្នឹងខ្ញុំចំណាយពេលសឹងតាម8ម៉ោងអ្នកនរគ្នាមើលតាំងពី8កន្លះព្រឹកជិះគោយន្តទៅរហូតដល់ប្រហែលជាម៉ោង4ល្ងាចតែគាត់ថាទៅដល់នោះគឺទេសភាពស្អាតខ្លាំងអ្នកនរគ្នានិយាយទៅគឺបាក់ហេភ័ព្វហ្មងហើយសំខាន់មេឃឡើងចុះអាប់ចុះអុយត្រជាក់អូនិយាយទៅគឺពេញចិត្តហ្មងនិយាយទៅតាំងចិត្តថាមកថត vlog ប៉ុន្តែជាស្ដែងទៅគឺអត់មានវីដេអូទេអ្នកនរគ្នាដោយសារអីវាថាវាវិញទៅគឺផ្លិចថតសម្រាប់ទី1ហ្មងគឺនៅពេលដែលពួកយើងឡើងមកដល់កន្លែងគេងតំណទី2ហ្នឹងហើយគឺពួកយើងសម្រាប់ហ្មងដោយសារតែយើងទុកកម្លាំងឡើងទៅស្អែកទៀតអញ្ចឹងណាដើម្បីឡើងទៅកពូ